បាទសួស្តីបងប្អូនទាំងគ្នាបាទថ្ងៃនេះផងដែរខ្ញុំមកធ្វើការបាញ់ដំឡូងមីបាទបងប្អូនដែលដំឡូងមីរបស់ខ្ញុំអានេះគឺអាយុវាអឺមួយខែជាងហើយបាទមួយខែជាងបាទអញ្ចឹងថ្ងៃនេះគឺជាថ្ងៃទី21ខែ6ឆ្នាំ2025បាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងយក3ទូក្រៀនបាទបងប្អូន3ទូក្រៀនដើម្បីបាញ់បំពន់ទៅលើដំឡូងរបស់ខ្ញុំបាទដំឡូងរបស់ខ្ញុំបាទនឹងធ្វើការបាញ់បន្តិចទៀតនេះបាទអញ្ចឹងសម្រាប់3ទូក្រៀននេះគឺយើងបាញ់ដើម្បីជំនួយដល់ដងដើមស្លឹករឹសនិងមើមផងដែរបាទអញ្ចឹងអាយុកាលនៃការបំពន់គឺបានចូលមកដល់ហើយបាទបងប្អូនគឺចាប់ពីអាយុ15ថ្ងៃឡើងទៅគឺយើងអាចបំពន់បានហើយប៉ុន្តែសម្រាប់ដំឡូងមីរបស់ខ្ញុំនេះផ្ទាល់គឺខ្ញុំអត់ទាន់បានបំពន់ទេបាទអញ្ចឹងខ្ញុំនឹងមកធ្វើការបំពន់នៅក្នុងថ្ងៃនេះតែម្ដងបាទដើម្បីជំរុញឲ្យវាធ្វើការដាក់មើមបាទបងប្អូនព្រោះអីដំឡូងនៅពេលដែលអាយុចាប់ពី1ខែឡើងទៅគឺវាកំពុងតែពេញលូតលាស់ខ្លាំងបាទអញ្ចឹងយើងត្រូវការតែជំរុញវាឲ្យវាមានការរីកលូតលាស់ផ្នែករឹសរបស់វានិងមើមរបស់វាឲ្យវាចាក់បានជ្រៅបាទព្រោះអីរដូវនេះគឺជារដូវវស្សាដែលវាងាយស្រួលក្នុងការចាក់ដោយសារតែដីវាធូរបាទអញ្ចឹងទៅសម្រាប់3ទូក្រៀននេះបាទបងប្អូនវិធីក្នុងការប្រើប្រាស់គឺងាយស្រួលមែនតើបាទនៅក្នុងនេះគឺមានស្លាបព្រាមួយតូចបាទគឺយើងដាក់មួយស្លាបព្រាលាយជាមួយនឹងទឹក20លីត្របាទអញ្ចឹងសម្រាប់មួយកញ្ចប់នេះគឺអាចលាយទឹកបានរហូតដល់ទៅ800លីត្រឯណោះបាទអញ្ចឹងគឺច្រើនមែនតើបាទអញ្ចឹងយើងទៅមើលវិធីក្នុងការលាយទាំងអស់គ្នាថាតើ3ទូក្រៀននេះវាមានលក្ខណៈយ៉ាងដូចម្ដេចហើយមានរូបរាងដូចម្ដេចបាទអញ្ចឹងយើងទៅហែកមើលទាំងអស់គ្នាថាពណ៌នៅខាងក្នុងរបស់វាគឺវាមានរូបរាងបែបម៉េចបាទអញ្ចឹងយើងនឹងធ្វើការហែកទាំងអស់គ្នាបាទបងប្អូនដោយសារតែខ្ញុំធ្វើការបាញ់តែម្នាក់ឯងបាទបងប្អូនអញ្ចឹងទៅវាពិបាកក្នុងការថតបាទបងប្អូនអញ្ចឹងខ្ញុំនឹងកាត់ដោយកម្រិតបាទបងប្អូនខ្ញុំកាត់បាទអញ្ចឹងសម្រាប់ដីមហាត់ឬក៏ដីតិចជាងហ្នឹងបាទយើងអាចបាញ់បានច្រើនបាទបងប្អូនដោយសារតែវាតូចណាបងប្អូនបាទបាក់ស្លាបព្រាបាទបងប្អូននេះស្លាបព្រាតូចមែនតើបាទនេះបាក់បាត់ហើយនេះដងវាបងប្អូនបាទជាងខ្ញុំខ្វេះមិញបាក់បាទអញ្ចឹងនៅក្នុងហ្នឹងគឺយើងមានកញ្ចប់ទូចមួយទៀតបាទបងប្អូននេះកញ្ចប់នេះបាទកញ្ចប់ទូចមួយទៀតអញ្ចឹងយើងវាល់វាមួយស្លាបព្រាតូចនេះបាទបងប្អូននេះយើងវាល់មួយស្លាបព្រាតូចនេះលាយជាមួយនឹងធុង20លីត្របាទនេះបងប្អូនមួយស្លាបព្រាតូចនេះបាទយើងដាក់ចូលក្នុងនេះតំណងបាទអញ្ចឹងមួយស្លាបព្រាតូចនេះគឺលាយទឹក20លីត្រណាបងប្អូនបាទអញ្ចឹងអានេះដោយសារតែក្ដុងយើងវា25លីត្រអញ្ចឹងយើងដាក់ឲ្យច្រើនជាងនឹងបន្តិចគឺមួយស្លាបព្រាកន្លះបាទអញ្ចឹងយើងចាំមើលថាពេលដែលយើងចាក់ទឹកចូលទៅតើវាមានពណ៌ដូចម្ដេចបាទសម្រាប់ម្សៅរបស់វាគឺពណ៌ខ្មៅបងប្អូនបាទអញ្ចឹងយើងទៅមើលពេលដែលយើងចាក់ទឹកទាំងអស់គ្នា
chẳng những chăm mưa tầng ở khné than là bị để thực bến viên là miền pò yang đuổi địch bạn bông bồn chẳng bánh mấy dương ban đại chi chôn từ không năng ruột hái bà chẳng là dương chăm mưa thực đầy dương chạ chôn từ bên thúng tha tá về miền pò lần mò yang đuổi địch bà nó bị để dương đại trầm tai muối slap ria cả thế bà bông bồn bánh mấy dương đã muối slap ria cả mà ok những bạn mới bạn bông bồn trầm tai muối slap ria cả thế bông bồn bàn tay thực lần khmai bà bông bồn thực lần khmai từ mà đong bà thực khmai bà chân thực về lần po khmai từ mà đong bà bản chân bật tua pi dương phơi ca lia rụi hái dương nâng từ phơi ca bánh tầng ở khné bà buôn nâng khné chân muốn nâng phơi ca bánh dương chăm bách tới tại bẹ ma ai ban trầm tới bà tụi bây chiaផលិតផលនឹងអត់ប៉ះពាល់ដល់មនុស្សយើងក៏ដោយប៉ុន្តែយើងត្រូវតែពាក់ដើម្បីការពារជាចម្បងបាទអញ្ចឹងយើងនឹងធ្វើការបាញ់ទាំងអស់គ្នាបាទនេះបាទតោះ